សូមជូនរឿងមហិច្ឆតារបស់ស្ដេចបិសាចនៅក្នុងយុគសម័យបុរាណនៅពេលដែលផែនដីនៅជាផ្ទាំងដីតែមួយពិភពលោកត្រូវបានបែងចែកចេញជាពីរភាគគឺអាណាចក្រល្អរបស់ពួកទេវតានិងអាណាចក្រអាក្រក់របស់ពួកបិសាចជាច្រើនពាន់ឆ្នាំមកហើយដែលភាគីទាំងពីររក្សាសន្តិភាពតាមរយៈសន្ធិសញ្ញាភ្នំសុមេរុប៉ុន្តែសន្តិភាពត្រូវបានរលាយសូន្យនៅពេលដែលស្ដេចបិសាចអង្គថ្មីនាមអសុរកាលៈបានឡើងសោយរាជ្យវាមានមហិច្ឆតាចង់លេបត្របាក់ពិភពលោកទាំងមូលឲ្យធ្លាក់ក្នុងភាពងងឹតកាលៈបានលួចទៅដកដាវលោហិតដែលជាអាវុធត្រូវបណ្ដាសាចេញពីបាតភ្នំភ្លើងនរកដែលធ្វើឲ្យវាមានអំណាចអាចបញ្ជាប្រលឹងខ្មោចរាប់លាននិងអាចរំលាយសិលរបស់ទេវតាបានកងទ័ពបិសាចរបស់កាលៈបានវាយលោកចូលមកឋានមនុស្សលោកដោយទឹកបាក់ទំនប់ភូមិឋានជាច្រើនត្រូវបានដុតបំផ្លាញមេឃប្រែជាពណ៌ឈាមសំលេងអង្វររោគជំនួយពីមនុស្សលោកបានឮទៅដល់ឋានសួគ៌ភ្លាមនោះផ្ទៃមេឃស្រាប់តែបែងចេញជាប្រហោងពន្លឺពណ៌មាសយ៉ាងធំព្រះឥន្ទ្រាធិរាជអតិទេពនៃមេឃនិងសង្គ្រាមបានយាងចុះមកជាមួយដំរីអេរ៉ាវ័នដែលមានក្បាល3ទ្រង់កាន់លំពេងជារាជដែលជាអាវុធតំណាងឲ្យផ្លេកបន្ទោនិងយុទ្ធធម៌កងទ័ពទេវតារាប់ម៉ឺនអង្គបានហោះចុះមកពីក្រោយបង្កើតជាទិដ្ឋភាពដេញតាមកញ្ចាត់ភាពងងឹតនៅកណ្ដាលវាលហោឋានកងទ័ពទាំងពីរបានជួបគ្នាបិសាចកាលៈសើចយ៉ាងសាហាវរួចគ្រវីដាវលោហិតបង្កើតជាសត្វនាគខ្មៅដែលកើតចេញពីផ្សែងពណ៌ខ្មៅនោះហោះទៅខំហែកកងទ័ពទេវតាព្រះឥន្ទ្រាធិរាជមានបងអង្គយូរឡើយទ្រង់បានគប់លំពេងជារាកទៅលើមេឃលំពេងនោះបានបំបែងខ្លួនជាភ្នែកបន្ទោរាប់លានខ្សែជួសទំលុះរាងកាយបិសាចនាគខ្មៅអោយរលាយคล้ายជាផ្សែងភ្លាមស្ដេចបិសាចកាលៈខឹងសប្បាយយ៉ាងខ្លាំងវាក៏ហក់ឡើងទៅលើអាកាសហើយប្រឈមមុខនឹងព្រះឥន្ទ្រាធិរាជផ្ទាល់កាលៈនិយាយថ្ងៃនេះជាថ្ងៃស្លាប់របស់អាទិទេពពិភពលោកនេះត្រូវតែជារបស់យើងព្រះឥន្ទ្រាធិរាជតដរាបណានៅមានពន្លឺភាពងងឹតមិនអាចគ្របដណ្ដប់បានឡើយទំពេញនោះដាវនិងលំពេងបានប៉ះគ្នាបង្កើតជាសំឡេងផ្ទុះដោយរន្ទះបាញ់រាល់ពេលអាវុធទាំងពីរជួបគ្នារលកធាតុអាកាសបានរុញច្រានភ្នំដែលនៅក្បែរនោះឲ្យបាក់រៀបដល់ដីកាលៈបានប្រើមន្តខ្មៅបង្កើតជាដៃបិសាចរាប់រយចេញពីដីទៅចាប់ជើងដំរីអេរ៉ាវ័នប៉ុន្តែព្រះឥន្ទ្រាធិរាជបានសូត្រមន្តព្រះអគ្គីបញ្ចេញភ្លើងបរិសុទ្ធដុតកំទេចដៃបិសាចទាំងនោះភ្លាមការប្រយុទ្ធឈានដល់ចំណុចកំពូលព្រះឥន្ទ្រាធិរាជបានប្រមូលផ្ដុំសិលទាំងអស់ដាក់ក្នុងលំពេងជារាកទ្រង់បានបេះព្រះនេត្ររួចបញ្ចេញពន្លឺសចាំងខ្លាំងរហូតធ្វើឲ្យភ្នែកទាំង5របស់ស្ដេចបិសាចងងឹតឈឹងមួយរំពេញក្នុងឱកាសនោះព្រះអង្គបានចាក់លំពេងចំកណ្ដាលបេះដូងរបស់ស្ដេចបិសាចកាលៈស្ដេចបិសាចស្រែកយំដោយការឈឺចាប់អាវុធដាវលោហិតរបស់វាក៏បានបាក់ជាពីរចំណែកកងទ័ពបិសាចដែលឃើញស្ដេចរបស់ខ្លួនចាញ់ក៏រត់គេចខ្លួនចូលទៅក្នុងអាងងងឹតវិញអស់ព្រះឥន្ទ្រាធិរាជមិនសម្លាប់កាលៈឡើយប៉ុន្តែទ្រង់បានប្រើសិលមហាសិលាបង្ខៀងវិញ្ញាណរបស់វាទុកនៅក្របាតសមុទ្រជ្រៅបំផុតដោយមានត្រាសិលការពារយ៉ាងរឹងមាំមេឃប្រែកជាស្រឡះពពកខ្មៅរលាយបាត់អស់មនុស្សលោកក៏បានត្រឡប់មកសើចសប្បាយវិញព្រះឥន្ទ្រាធិរាជនិងកងទ័ពទេវតាបានយាងត្រឡប់ទៅកាន់ភ្នំសុមេរុវិញប៉ុន្តែទ្រង់បានបន្សល់ទុកនៅសសរពន្លឺមួយនៅកណ្ដាលផែនដីដើម្បីជានិមិត្តរូបការពារមនុស្សជាតិជារៀងរហូតមកបាទសូមអរគុណ
ដែលបានទស្សនាវីដេអូពីដើមរហូតដល់ចប់សូមអរគុណ